បងប្អូននេះគឺជារូបភាពការពីប្រទេសយើងកំពុងតែមានសង្គ្រាមហើយថ្ងៃនេះជាថ្ងៃមួយស្រីហាដែលជាថ្ងៃគម្រប់ខួបដែលជនជាតិថៃបានចាប់រកកងទ័ពយើងហើយបានដោះលែងមកវិញចំនួន2នាក់ហើយទាំង2នាក់នោះសុទ្ធតែជាអ្នកមានជំនឿទៅទៀតបាទអញ្ចឹងថ្ងៃនេះជាថ្ងៃមួយស្រីហាដែលជាថ្ងៃរំលឹកខួបប្រជាចាប់ហើយខ្ញុំសូមរំលឹកផងដែរថានៅក្នុងវីដេអូនេះគឺចង់បង្ហាញអំពីសកម្មភាពរបស់បងប្អូនដែលសាមគ្គីគ្នារៀបអវ៉ាន់ភាសឹកនៅអ៊ីម៉ុងអញ្ចឹងសកម្មភាពទាំងអស់នេះហើយគឺជាសកម្មភាពកងទ័ពជួរក្រោយដែលតែងតែមិនភ្លេចជួរមុខនឹងខិតខំស្វះស្វែងរៀបចំស្វែងរកស្បៀងឲ្យបានប៉ុណ្ណាគឺយកប៉ុណ្ណឹងបាទអញ្ចឹងពួកយើងបានខិតខំខ្លាំងមែនទែនអស់ពីកម្លាំងកាយចិត្តនៅពេលដែលយើងទៅនៃពីការងារគឺយើងបានទៅឆ្លៀតទៅចូលរួមនិងលើកស្ទួយជួយសកម្មភាពទាំងអស់នេះបាទអញ្ចឹងទឹកចិត្តរបស់កងទ័ពជួរក្រោយនេះក៏មិនធម្មតាដែរបាទពួកគាត់នៅពេលដែលពួកគាត់ជួយពួកគាត់និយាយថាបើសិនជាអាចកាន់អាវុធទៅប្រយុទ្ធប្រឆាំងជាមួយពួកចៅសៀមបានគាត់នឹងកាន់អាវុធចូលសមរភូមិដូចបងជួរមុខដែរប៉ុន្តែដោយសារតែពួកគាត់គ្មានទូនាទីអញ្ចឹងហើយពេលកាលណាពួកយើងអត់មានទូនាទីដើម្បីកាន់អាវុធទៅប្រយុទ្ធប្រឆាំងជាមួយចៅសៀមទេនៅពេលដែលប្រទេសយើងកើតសង្គ្រាមហ្នឹងគឺពួកយើងមានតែកម្លាំងសាមគ្គីតែមួយគត់កម្លាំងសាមគ្គីជួរក្រោយគឺកម្លាំងជលករដែលរៃអង្គាសស្បៀងភាសឹកស្បៀងវរៈកងទ័ពបាទគឺយើងជួយអស់ពីកម្លាំងកាយចិត្តផ្ទាល់តែម្ដងហើយចំពោះខ្ញុំក៏បានចូលរួមក្នុងសកម្មភាពទាំងនេះដែរហើយខ្ញុំមានវីដេអូជាច្រើនដើម្បីរំលឹកឲ្យបងប្អូនបានឃើញថាការពីប្រទេសយើងមានសង្គ្រាមគឺយើងត្រូវតែខិតខំពួកដៃគ្នាដើម្បីសាមគ្គីគ្នាតទៅមុខទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំពិតជាថ្លែងអំណរគុណទៅដល់ពុកម៉ែបងប្អូនខ្លាំងមែនទែនដែលបានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពទាំងអស់នេះហើយចំពោះបងប្អូនដែលកំពុងតែមើលវីដេអូនេះបើគិតថាពេញចិត្តនិងចង់ចែករំលែកឲ្យបងប្អូនជនភៀសសឹកដែលគាត់បានដឹងថាការពីប្រទេសមានសង្គ្រាមថាពួកយើងនៅក្នុងរាជធានីនេះបានធ្វើអ្វីខ្លះអ្នកនៅក្នុងរាជធានីភ្នំពេញក៏មិនមែនរស់នៅស្រួលបួលដែរបាទគឺពួកយើងទំនេរពីការងារម៉ោងប្រហែលយើងទៅជួយម៉ោងហ្នឹងបាទអ្នកខ្លះជួយទៅដល់ម៉ោង10មកដល់10អ្នកខ្លះទៀតក៏ជួយដល់ម៉ោង2ម៉ោង1ភ្លឺចឹងបងប្អូនបាទអញ្ចឹងទៅគឺតាមលទ្ធភាពបានន័យថាបើសិនជាការងារអ្នកខ្លះគេត្រូវចូលពិបាកអញ្ចឹងពេលល្ងាចម៉ោង5ចេញខ្ញុំចូលពិបាកម៉ោង5ចេញអញ្ចឹងខ្ញុំទៅជួយពេលល្ងាចហ្នឹងជួយដល់ម៉ោង10អីចឹងខ្ញុំមកផ្ទះវិញដោយសារតែស្អែកយើងត្រូវយកកម្លាំងដេកបើល្ងាចយើងត្រូវធ្វើការប៉ុន្តែអ្នកខ្លះទៀតគាត់ធ្វើការរៀងម៉ោងរៀងអាយៀលអញ្ចឹងទៅគាត់អាចជួយដល់ម៉ោងប្រហែលជាម៉ោង10មកដល់10ឬក៏អ្នកខ្លះជួយដល់ម៉ោង1ម៉ោង2ភ្លឺអញ្ចឹងទៅអាស្រ័យទៅលើពេលវេលាដែលពួកគាត់ទំនេរបាទអញ្ចឹងទៅទាំងយើងទាំងគេពេលហ្នឹងគឺខ្ញុំនិយាយថាវាអស្ចារ្យខ្លាំងមែនទែនកម្លាំងចលករនិងរូបភាពទាំងអស់នេះវាពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូនេះឲ្យបានច្រើនហើយវីដេអូពេញនឹងមាននៅលើ YouTube បាទហើយចំពោះបងប្អូនដែលមិនទាន់បាន join channel Telegram កុំភ្លេច join channel Telegram នៅខាងក្រោមនេះបាទអញ្ចឹងខ្ញុំសូមអរគុណទៅដល់បងប្អូនការកម្លាំងសាមគ្គីការពីពេលនោះគឺថាខ្លាំងខ្លាមែនទែនរហូតដល់មិនមានអ្វីមកប្រៀបផ្ទឹមបានបងប្អូនបាទអញ្ចឹងវីដេអូនេះចង់រំលឹកបងប្អូនបន្តិចបាទហើយក៏ជាអនុស្សាវរីយ៍មួយដែរពួកយើងបានធ្វើរួមគ្នាបានធ្វើជាមួយគ្នាបាទ